នៅក្នុងវីដេអូនេះខ្ញុំធ្វើយឺតៗមួយសម្រាប់បងដែលអត់ទាន់ចេះចាក់សោះហើយរបៀបចាក់តុក្កតាទាំងពីរនេះគឺដូចគ្នាបែបបិទបងប្អូនចាក់ទំហំមួយណាក៏បានដូចគ្នាដែរបន្ទាប់ពីនេះបើមានកន្លែងណាដែលបងប្អូនស្ដាប់ឬមើលអត់ទាន់អាចសួរបញ្ជាក់បានចំពោះការចាក់តុក្កតានេះនៅក្នុងជុំទី1ទាំងអស់គ្នាធ្វើជា magic ring ណាដោយយើងបវល់វាបែបនេះអាហ្នឹងវាមានរបៀបបវល់របៀបរុំវាច្រើនតែសម្រាប់ខ្ញុំធ្វើអញ្ចឹងណាហើយបន្ទាប់មកគឺយើងដាក់មកចូលទៅក្នុងប្រឡោះហ្នឹងបន្ទាប់មកយើងពត់វាឡើងបែបនេះហើយពត់អំបោះចូលមកក្នុងប្រឡោះនេះមួយបែបហ្នឹងខ្ញុំពត់បច្រាស់បែបនេះតោះគ្នាចង់ពត់មិនក៏បានដែរគ្រាន់ style វាចឹងមកគឺខុសគ្នាហើយយើងរាប់1បើសិនជាទាំងអស់គ្នាអត់ចាំទេអាចខ្ទាស់នៅកន្លែងនេះនេះខ្ទាស់ចំណាំវាបែបហ្នឹងហើយឥឡូវយើងចាក់ single crochet បាន1ហើយយើងបន្តចាក់7ទៀតណា2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
4 5 6 7 8 ចាឥឡូវនេះខ្ញុំចាក់បាន8ហើយយើងទាញភ្ជាប់វាចិត្តវាចិត្តមកណាបែបនេះសម្រាប់នៅកន្លែងនេះអ្នកនេះអាចចាក់បែបនេះបានយើងរាប់វាបន្តទៅអញ្ចឹងរហូតបែបហ្នឹងបានណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តភ្ជាប់ជាងដោយសារខ្ញុំមើលទៅវាស្មើគ្នាជាងយើងចាក់ឡើងបែបហ្នឹងរហូតណាអញ្ចឹងនៅកន្លែងដែលយើងខ្ទាស់មិញហ្នឹងគឺយើងភ្ជាប់វាមកភ្ជាប់ទាញបរឲ្យផុតមកបែបហ្នឹងណាហើយយើងចាក់ទៅកណ្ដុរមួយបន្ទាប់មកនៅក្នុងប្រឡាស់ដែលយើងបានភ្ជាប់ហ្នឹងយើងចាក់ single crochet ចូលទៅក្នុងហ្នឹងចំនួន2មក1ហើយយើងខ្ទាស់ចំណាំវា1សិនមកហើយយើងចាក់ចូលទៅក្នុងប្រឡោះតែមួយណាចាក់មួយទៀត2អញ្ចឹងនៅក្នុងជុំទី2នេះមកប្រឡោះយើងចាក់2ទាំងអស់គ្រប់ប្រឡោះ1 2 1 2យើងចាក់រហូតដល់ single crochet ចុងក្រោយ1 2ចំពោះការចាក់ភ្ជាប់ជុំអញ្ចឹងដល់កន្លែងនេះបងប្អូនអាចច្រឡំអញ្ចឹងជៀសវាងការច្រឡំបងប្អូនរាប់មកណាហើយរបៀបដែលរាប់ហ្នឹងបងប្អូនអាចមើលតាមកន្លែងនេះបាននេះ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
4 5 6 7 8 9 10 11 12 13 14 15និងមួយយើងចាក់ចុងក្រោយនេះ16អញ្ចឹងនៅក្នុងជុំទី2នេះវាមាន16 single crochet នៅក្នុងជុំទី1មាន8ជុំទី2មាន16យើងគុណនឹង2អញ្ចឹងយើងភ្ជាប់មកទៀតមកយើងអត់មានចាក់អីនៅក្នុងនេះទៀតទេខ្លាចទាំងអស់គ្នាច្រឡំចាក់បន្ថែមកន្លែងនេះទៀតហ្នឹងគឺដឹងតែខុសហើយអញ្ចឹងកន្លែងនេះយើងអត់ចាក់ទៀតទេណាយើងភ្ជាប់នៅពេលដែលបានគ្រប់16ហើយយើងភ្ជាប់វាហ្មងប៉ុណ្ណឹងហើយនៅក្នុងជុំទី3យើងចាក់ឡើងឲ្យតែភ្ជាប់ហើយគឺយើងចាក់ឡើងមួយជានិច្ចណានៅក្នុងជុំទី3នេះយើងចាក់មួយព្រីកមួយអញ្ចឹងការចាក់មួយព្រីកមួយហ្នឹងយើងចាក់នៅក្នុងប្រឡោះនេះកុំភ្លេចឲ្យសោះកន្លែងដែលយើងភ្ជាប់ហ្នឹងគឺយើងត្រូវចាក់ single crochet មួយចូលទៅក្នុងហ្នឹងមួយបែបហ្នឹងចាក់ពាត់ឡើងមួយអញ្ចឹងមុនហ្នឹងយើងចាក់ single crochet ចូលទៅក្នុងប្រឡោះទី1រួចហើយនៅក្នុងប្រឡោះទី2គឺយើងចាក់2មិញយើងដាក់បាន1ហើយឥឡូវចាក់មួយទៀត2អញ្ចឹងប្រឡោះទី1មាន1ប្រឡោះទី2មាន2ប្រឡោះទី3មាន1 2ប្រឡោះទី4មាន2ប្រឡោះទី5មាន1ប្រឡោះទី6មាន2យើងចាក់បែបហ្នឹងរហូតដល់ single crochet ចុងក្រោយប្រឡោះចុងក្រោយហ្នឹងមកឥឡូវនេះខ្ញុំចាំដល់ប្រឡោះចុងក្រោយហើយនៅក្នុងជុំទី3នេះគឺយើងមាន24 single crochet អញ្ចឹងដើម្បីកុំឲ្យច្រឡំកុំភ្លេចរាប់នៅគ្រប់ជុំទាំងអស់បន្ទាប់មកយើងភ្ជាប់នៅប្រឡោះទី1ខាងមុខនេះវិញមក
តឡើងជុំទី4នៅក្នុងជុំនេះគឺយើងចាក់ single crochet 2 ព្រិច1 2ព្រិច1អញ្ចឹងនៅក្នុងប្លោះទី1យើងចាក់ single crochet 1សិនអ្នកទាំងគ្នាទៅចាំនៅកន្លែងហ្នឹងហើយយើងចាក់ព្រិចនៅប្លោះទី2 1 2យើងព្រិចធម្មតាអញ្ចឹងសិនមកហើយនៅក្នុងប្លោះទី3និងទី4យើងចាក់ single crochet 1 1មក1 1នៅក្នុងប្លោះទី5យើងព្រិច2នៅក្នុងមួយប្លោះទី6ទី7ចាក់ single crochet 1 1 1 ទី8ព្រិច2យើងចាក់បែបហ្នឹងណាហើយរហូតមកដល់ប្លោះនេះឥឡូវនេះយើងចាក់មកដល់ប្លោះទី23ដែលជាប្លោះព្រិចចុងក្រោយហ្នឹងហើយយើងនៅសល់ប្លោះទី24មួយទៀតហើយយើងចាក់ចូលទៅក្នុងនឹងមួយហេតុអីយើងចាំបាច់ចាក់អញ្ចឹងធ្វើអីតើអរគ្នាខ្ញុំប្រាប់ដោយសារតាយើងចាក់អញ្ចឹងវាចេញរាងវាមូលស្អាតជាងយើងចាក់ឧទាហរណ៍ថាយើងចាក់ single crochet ចូលទៅក្នុងប្លោះទី1 single crochet ចូលទៅក្នុងប្លោះទី2និងព្រិចនៅក្នុងប្លោះទី3ចាក់បែបហ្នឹងវាចេញមកបន្តកតុយគ្នារហូតវាធ្វើឲ្យរាងវារាងជ្រុងកាលណាតែយើងចាក់ទុកខាងក្រោយមួយអញ្ចឹងវាមើលមកគឺវាមូលល្អហើយសម្រាប់លំអិតជាងហ្នឹងតើអ្នកគ្នាអាចទៅមើលវីដេអូចាស់ដោយសារខ្ញុំធ្លាប់លំអិតនៅក្នុងវីដេអូចាស់ដូចហើយនៅក្នុងជុំនេះដែរយើងបាន single crochet ចំនួន32ណានៅក្នុងជុំទី4ហ្នឹងណាហាមលើសហាមខ្វះក្នុងជុំទី5តើអ្នកគ្នាចាក់ single crochet តែមួយនៅក្នុងគ្រប់ប្លោះទាំងអស់អញ្ចឹងនៅក្នុងជុំទី5នេះដែរយើងចាក់ single crochet បាន32ដូចជុំទី4ដែរឥឡូវចូលមកដល់ជុំទី6នៅក្នុងជុំទី6នេះយើងចាក់ single crochet 3ប្លោះព្រិច1 3ប្លោះព្រិច1អញ្ចឹងកាលណាតែមានលេខសេសអញ្ចឹងណាដូចយើងចាក់ single crochet 3ប្លោះអញ្ចឹងយើងចាក់ធម្មតាមកអត់ចាំបាច់ទុកវាសម្រាប់មកចាក់ខាងក្រោយអីទេអញ្ចឹងយើងចាក់វាធម្មតា single crochet 1 3ប្លោះនៅក្នុងប្លោះទី4ចាក់2ទី5 6 7 1 1ណា1 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160
1 1 2 យើងចាក់បែបហ្នឹងរហូតដល់ប្រឡោះចុងក្រោយនៅក្នុងជុំទី6នេះយើងចាក់ single crochet បានចំនួន40ណាអញ្ចឹងចាប់ពីជុំទី7ដល់ជុំទី10យើងចាក់ single crochet មួយចូលទៅក្នុងប្រឡោះមួយទាំងអស់ណាជុំទី7ដល់ជុំទី10យើងមាន40 single crochet ដូចគ្នាដោយសារតែអំបោះពណ៌សនេះទូទៅគឺងាយនឹងប្រឡាក់មែនតែនហើយអំបោះដែលមកពីគេស្រាប់នេះជួនកាលវាមានប្រឡាក់មកអញ្ចឹងណាកន្លែងណាដែលយើងអាចមើលម្លងបានក៏យើងចាក់អញ្ចឹងណាតែបើថាវាប្រឡាក់អញ្ចឹងខ្លាំងពេកខ្ញុំប្រាប់ពីរបៀបចាក់យើងទាញអំបោះនឹងឲ្យវែងតិចមកហើយបន្ទាប់មកយើងធ្វើបែបនេះបត់វាអញ្ចឹងបត់នៅកន្លែងប្រឡាក់អញ្ចឹងមកហើយយើងចាក់យកកន្លែងដែលអត់ប្រឡាក់នៅខាងកន្លែងនេះបែបនេះហើយយើងចាក់បន្តមកធម្មតានៅកន្លែងនេះយើងទាញវាមកហើយយើងដាក់វានៅខាងលើមកជុលបែបនេះហើយយើងទាញពាត់អំបោះឲ្យបានមកជុំវាចេះដើម្បីកុំឲ្យវាធូរឬមួយក៏របូតណាតែប៉ុណ្្នឹងទៅយើងផុតនៅកន្លែងប្រឡាក់នឹងមួយហើយនេះកន្លែងប្រឡាក់មុនហ្នឹងឥឡូវហ្នឹងខ្ញុំចាក់បាន10ជុំហើយណា1 2 3 4 5 6 7 8 9 10អញ្ចឹងនៅក្នុងជុំទី11នេះតើអ្នកមើលឲ្យតន់ណាយើងចាក់ single crochet មួយចំនួន12ដង
មួយពីរ3 4 5 6 7 8 9 10 11 12 យើងចាក់បាន12នឹងហើយយើងខ្ទាស់ចំណាំមួយសិនមកនៅក្នុងប្រឡោះទី12អញ្ចឹងនៅក្នុងប្រឡោះទី13យើងបរិចណាប្រឡោះទី13យើងចាក់ single crochet 2ទៅក្នុងមួយប្រឡោះ1 2ហើយយើងចាក់ថែម4ដងទៀតសរុបទាំងមួយនេះទាំងអស់វាមាន5ប្រឡោះដែលយើងបរិចណាមកយើងចាក់បានមួយហើយបរិចទី2បរិចទី3បរិចទី4បរិចទី5បន្ទាប់មកនៅក្នុងប្រឡោះបន្ទាប់យើងចាក់តែមួយទេហើយយើងខ្ទាស់វាចំណាំមួយទៀតមកមិញហ្នឹងយើងចាក់ single crochet បានមួយហើយអញ្ចឹងយើងថែម5ទៀតចាក់តែមួយណា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
អញ្ចឹងទាំងអស់យើងចាក់បាន6 single crochet យើងចាក់បាន6ហើយយើងផ្ទាស់ចំណាំមួយទៀតបន្ទាប់មកយើងបរិច5ដូចខាងនេះអញ្ចឹងណាបរិចទី5អស់ហើយណាអញ្ចឹងយើងចាក់ single crochet ចំនួន12ប្រឡោះទៀត1 2 3 11 12នៅក្នុងជុំទី12ដល់ទី14យើងចាក់ single crochet មួយចូលទៅក្នុងមួយប្រឡោះ1 2 3 11 12ដកខ្ទាស់ខាងក្រោមហ្នឹងមកខ្ទាស់នៅជួរថ្មីមកនៅក្នុងប្រឡោះទី12ដដែលហើយអានេះគឺយើងអត់បរិចទៀតទេណាយើងចាក់ single crochet មួយទាំងអស់មក2 3 4 9 10យើងចាក់ដូចគ្នាអញ្ចឹងឲ្យដល់ប្រឡោះចុងក្រោយមកទាំងអស់គ្នាកុំភ្លេចដោះខ្ទាស់នៅក្នុងជុំចាស់យកមកខ្ទាស់ជុំថ្មីផងណាដើម្បីកុំឲ្យច្រឡំនៅពេលដែលយើងព្រមយើងអត់ដឹងថាត្រូវព្រមកន្លែងណាឥឡូវនេះខ្ញុំចាក់បាន12ជុំហើយ1 2 3 4 5 6 7 8 9 10 11 12ជុំទី13និងជុំទី14ចាក់ដូចជុំទី12ដែរ single crochet មួយទាំងអស់ណា
នៅក្នុងជុំទី15នេះកន្លែងណាដែលយើងបានបរិយយើងត្រូវព្រមវាមកវិញណាចឹងកន្លែងណាដែលយើងអត់បានបរិយទេយើងចាក់វាធម្មតាមកប្រឡោះមាន single crochet មួយតាមនឹងមកចឹងកន្លែងដែលមាន single crochet ដែលយើងអត់បានចាក់នេះវាមាន12ណារហូតមកដល់កន្លែងដែលយើងខ្ទាស់នេះដល់កន្លែងហ្នឹងយើងបាន12ណាបន្ទាប់មកកន្លែងដែលយើងបានព្រៃយើងបរួមហើយការបរួមវាហ្នឹងតើគ្នាអាចធ្វើតាមខ្ញុំណាយើងមើលនៅកន្លែងនេះកន្លែងនេះធម្មតាយើងចាក់វាចូលទៅទាំងអស់ដល់ពេលបរួមយើងចាក់តែមកតែខ្សែខាងមុខនេះឯងមើលណាយើងចាក់វាចូលទៅក្នុងនឹងមួយបែបហ្នឹងហើយយើងពាត់មកខាងមុខយើងចាក់នៅប្រឡោះបន្ទាប់នេះមួយទៀតយកអញ្ចឹងណាតោះមកយើងទាញឡើងបែបនេះកន្លែងនេះអាចថាបើអ្នកទាំងគ្នាអត់បានមើលច្បាស់ទេវាអាចច្រឡំអញ្ចឹងជួរដែលយើងបានព្រមទាំងគ្នាអាចមើលតាមជួរនេះវិញនេះពីប្រឡោះដែលខ្ញុំបានព្រមមុនហ្នឹងណាអញ្ចឹងកុំឲ្យច្រឡំចាក់នៅកន្លែងដដែលយើងមើលនៅបន្ទាប់នេះមកចាក់នៅកន្លែងនេះនិងកន្លែងនេះយើងព្រមបាន2តបមក2ខាងមុខនេះទៀត3 4យើងត្រូវប្រកាសថានៅពេលយើងព្រមយើងអត់ព្រមរហូតដល់កន្លែងដែលយើងខ្ទាស់នេះណានេះតែត្រឹមនេះឯងខាងមុខវាមួយនេះ5អញ្ចឹងយើងបរិច5ឥឡូវហ្នឹងយើងព្រមបានវិញ5ហើយកន្លែងខ្ទាស់ណាយើងចាក់ single crochet មួយធម្មតារហូតដល់កន្លែងខ្ទាស់មួយទៀត3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
5 6 ចឹងដូចមុនចឹងនេះកន្លែងដែលយើងត្រូវព្រម2នេះ1 2បន្ទាត់2 3 4 5 បន្ទាប់ពីកន្លែងខ្ទររហូតដល់បន្លាស់ចុងក្រោយនេះមាន12 single crochet ចាក់ធម្មតា 1 2 12 ភ្ជាប់ដូចរាល់ដងចឹងនៅក្នុងជុំទី16យើងចាក់2ព្រម1មក1 2 1 2 ទី3ទី4ជាកន្លែងដែលយើងត្រូវព្រម1ទី5 1ទី6 1ទី7ទី8
ទី 9 មួយទី 10មួយទី 11 ទី 12 យើងចាក់បែបហ្នឹងរហូតដល់អស់ណាហើយបើសិនជាអស់អំបោះរបៀបតអំបោះកុំឲ្យឈឺក្បាលច្រើនអត់តែគួចវាធម្មតាមកមិនបាច់ហត់គិតច្រើនថាត្រូវតអំបោះមិនអីមិនណាតែប៉ុណ្្នឹងមកបានហើយនៅក្នុងជុំទី 17 យើងចាក់មួយព្រមមួយឥឡូវយើងចាក់ហើយនៅជុំទី 17 ហើយណាប៉ុន្តែជុំទី 17 ខ្ញុំមិនទាន់បានភ្ជាប់ទេដោយសារកន្លែងនេះយើងត្រូវបដូរពណ៌ដើម្បីចាក់ខ្លួនវាបន្តពោះតុក្កតាធំអញ្ចឹងទាំងអស់គ្នាអាចដាក់ភ្នែកពីឥឡូវទៅដែលយើងអត់ទាន់បានញាត់សលេងញាត់អីហ្នឹងណាហើយការដាក់ភ្នែកវាបើតើគ្នាចង់ដាក់នៅក្នុងជួរទី 11បើយើងរាប់ពីលើនេះមក1 2 3 4 5 6 7 8 9 10 11ហើយបើរាប់ពីក្រោយនេះវិញជួរទី 7 1 2 3 4 5 6 7ហើយយើងមើលនៅកន្លែងណាដែលវានៅកណ្ដាលហើយយើងសាក់លោភ្នែកសិនទៅយើងដាក់ឧទាហរណ៍យើងដាក់ភ្នែកអញ្ចឹងមកសិនមកហើយយើងត្រឡប់វាមកយើងញាត់កគូតវានេះអានេះគេហៅភ្នែកគូតខ្យងណាយើងញាត់វាឲ្យជាប់បើវាអត់ជាប់ទេទាំងអស់គ្នាអាចយកដេកកេះមករោលកន្លែងចុងនេះដើម្បីភ្ជាប់ជាមួយគូតវានឹងបន្ថែមដើម្បីឲ្យជាប់តែសម្រាប់ខ្ញុំអត់ដាក់ភ្នែកពីកន្លែងហ្នឹងទៅទេដោយសារខ្ញុំចង់មើលតាមក្រោយវិញចាក់ឲ្យរួចទាំងអស់សិនដាក់មុខដាក់អីវាសិនបើខ្ញុំដាក់ភ្នែកវាតាមក្រោយចឹងមានពីរជំរើសដោយសារខ្ញុំមានកាវខ្ញុំដាក់តាមក្រោយហ្នឹងដោយសារខ្ញុំមានកាវបិទវាបន្ថែមបើតើអ្នកអត់មានកាវទេតើអ្នកដាក់ឲ្យហើយពីកន្លែងហ្នឹងទៅរោលអីកេះរោលអីពីកន្លែងហ្នឹងទៅឲ្យហើយទៅក៏បានដែរហើយនៅក្នុងជុំទី 18 នេះគឺយើងត្រូវបដូរពណ៌វាចំពោះពណ៌ទាំងអស់គ្នាអាចយកពណ៌អីក៏បានដែរតាមដែលស្រឡាញ់កន្លែងនេះយើងចាក់បានប៉ុណ្ណេះយើងអត់ចាក់ភ្ជាប់វាហ្មងទេណាអញ្ចឹងយើងសឹកមកចូលក្នុងប្រឡោះទាំងពីរនេះមើលតាមហ្នឹងណាបន្ទាប់មកយើងដាក់ពណ៌ថ្មីចឹងហើយចាំយើងភ្ជាប់ចូលទៅប្រឡោះទី 1មកប៉ុណ្ណឹងហើយអំបោះដែលយើងទុកមិញហ្នឹងយើងហូតវាចេញមកបន្ទាប់មកយើងឡើងមួយដូចធម្មតាដែលយើងចាក់អញ្ចឹងក្នុងជុំទី 18 នេះយើងចាក់ទៅនៅផ្នែកខាងក្រោយម៉ូតូស័យនេះកន្លែងនេះណានេះ1
ក្នុងជុំហ្នឹងយើងចាក់មួយបរិចមួយកន្លែងហ្នឹងគឺយើងត្រូវបរិចវិញណាអញ្ចឹងយើងចាក់ single crochet បានមួយក្នុងបន្លាស់ទី2យើងបរិចទៅចាំថាយើងចាក់តែមួយតសៃនៅខាងក្រោយនេះឯងក្នុងបន្លាស់ទី2នេះយើងបរិចថែមមួយទី3មួយទី4បរិចចាក់បែបហ្នឹងឲ្យដល់បន្លាស់ចុងក្រោយអញ្ចឹងជុំទី18ដែលយើងបដូរពណ៌នេះនៅពេលទឹកចាក់ហើយយើងបាន single crochet ចំនួន30បន្ទាប់មកនៅក្នុងជុំទី19ដល់ទី22គឺចាក់ single crochet មួយធម្មតាមកណាជុំទី19មាន30ជុំទី20មាន30 21មាន30 22មាន30 single crochet ទាំងអស់មកយើងជុំដល់ជុំទី23ហើយមកមើលរបៀបចាក់នៅក្នុងជុំនេះទាំងអស់គ្នាដំបូងនេះយើងចាក់ single crochet 10បន្លោះមកណាចាក់មួយចូលទៅក្នុងមួយបន្លោះមួយពីរ3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
ប៉ុណ្ណឹងសិនមកហើយយើងដូរពណ៌ដាក់ពណ៌សព្រោះសារកន្លែងនេះយើងត្រូវចាក់ជើងវាណាហើយដូចពេលដែលយើងបដូរពណ៌នៅខាងដើមហ្នឹងអញ្ចឹងយើងចាក់ចូលទៅក្នុងប្រឡោះពីរហ្នឹងណាតោះមកយើងដាក់ពណ៌ថ្មីបែបនេះហើយទាញពណ៌កាឈុកនេះចេញមកនៅក្នុងប្រឡោះទី11គឺយើងត្រូវចាក់double crochet 4ចូលទៅក្នុងប្រឡោះយើងចាក់មួយហ្នឹងគឺយើងទាញអត់ឲ្យអស់ហើយណាយើងទាញតែមួយបែបនេះរបៀបចាក់ double crochet សិតដើមយើងពត់អំបោះមួយចាក់ចូលទៅក្នុងប្រឡោះដដែលយើងពត់អំបោះឡើងបែបនេះហើយយើងទាញបញ្ចេញមក2 1 2យើងទុកអញ្ចឹងណាឥឡូវយើងចាក់បាន2ហើយយើងចាក់ថែម2ទៀត3 4អញ្ចឹងនៅក្នុងមួយប្រឡោះហ្នឹងយើងចាក់ double crochet 4ណាសម្រាប់ double crochet 4ហ្នឹងយើងមាន5ខ្សែនៅក្នុងមួយជុលយើងដោយសារតែមួយខ្សែនេះដែលយើងអត់បានចាក់ហ្នឹងតបមកយើងទាញវាចេញមកទាំងអស់សម្រាប់ការទាញចេញហ្នឹងយើងដាក់ពណ៌កាឈូកវិញមកណាបែបនេះតន់ហើយក្នុងប្រឡោះទី12យើងចាក់ single crochet មួយមកទាំងអស់
អានេះយើងបានជើងវាមួយទី12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 166 167 168
13 14 15 16 17 18 19 20 21 ហើយដូចមុនអញ្ចឹងយើងដូរមកចាក់ double crochet យើងដូរពណ៌វាមកនេះអាហ្នឹងយើងមិនបាច់កាត់ទេណាទុកវាអញ្ចឹងហើយដល់កន្លែងនេះយើងដាក់ឲ្យវាអាឡុងតិចឲ្យវាវែងតិចដើម្បីកុំឲ្យវាតឹងវាខូចរូបរាងណាអញ្ចឹងយើងទុកវាយើងទាញវាចេញមកនេះប៉ុណ្ណឹងមកបានហើយហើយយើងទាញចូលប្រឡាស់ហ្នឹងមកនេះហើយយើងកុំភ្លេចទុកកន្លែងនេះផងប្រយ័ត្នវាមកវាអត់ស្មើគ្នាស្អាតទេហើយយើងទាញពណ៌កាឈូកចេញទុកមកយើងចាក់ double crochet នេះដល់ពេលយើងចាក់នេះដាក់ខ្សែអំបោះហ្នឹងលើមកជុលយើងពាត់អំបោះមកដើម្បីឲ្យវាទប់កុំឲ្យវារបូតចឹងទៅ double crochet 1 2 3 4 កន្លែងនេះយើងឃើញវាកន្លងតិចណាយើងទាញអានេះមកនេះប៉ុណ្ណឹងហើយយើងដូរដាក់ពណ៌កាឈូកវិញកន្លែងនេះយើងនៅសល់ single crochet ចំនួន 8 យើងចាក់វាមកទាំងអស់មក1 2 7 8 ជុំទី 24 យើងចាក់ single crochet មួយចំនួន 30 1 2 3 នេះកន្លែងដែលយើងត្រូវចាក់10 11 12 ក្នុងជុំទី 25 យើងចាក់ 3 ព្រោះ 1 បន្ថយណា 1 2 3 1
ចាក់បែបហ្នឹងរហូតដល់កន្លះចុងក្រោយហ្នឹងទី26យើងទៅរួមគ្រប់កន្លះអញ្ចឹងនៅក្នុងជុំនេះយើងបរួម12ដងណាចូលមកដល់នេះយើងចាក់ជុំចុងក្រោយហើយនៅក្នុងជុំទី27ហ្នឹងយើងបរួមវា6ដងទៀតដូចនៅក្នុងជុំនេះដែរណាយើងកាត់ខ្សែឲ្យរាងវែងគ្រាន់បើតិចមកទុកវាដេណាឥឡូវយើងចូលមកដល់ការចាក់ដៃណាដូចពេលដែលយើងចាក់ក្បាលតុក្កតាដំបូងអញ្ចឹងគឺយើងគួចចំបោះបែបហ្នឹងមកយើងចាក់ចូលទៅក្នុងប្រឡោះហ្នឹងចំនួន5 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
2 3 4 5 មកយើងចាក់ single crochet មួយចូលទៅក្នុង5ប្រឡោះហ្នឹងរហូតដល់ជុំទី6ណា1 2 3 4 5 ហើយខ្ញុំចាក់បាន6ជុំហើយអញ្ចឹងចុងក្រោយនេះគឺយើងផ្ចិតវាពីប្រឡោះខាងមុខនេះចូលទៅក្រោយ
1 2តែប៉ុណ្ណឹងមកបានហើយចុងក្រោយយើងចាក់កន្ទុយកដោមួយទុកអំបោះមកល្មមយើងអាចដេរបានអញ្ចឹងដៃវាយើងចាក់បែបហ្នឹងមួយទៀតណាសម្រាប់ត្រចៀកវិញយើងធ្វើដូចមុនអញ្ចឹងយើងរងវាបែបហ្នឹងហើយចាក់ single crochet ចូលទៅក្នុងបន្លោះចំនួន6 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 1
ពីរ 5 6 ជុំទី 2 យើងចាក់ single crochet 1 ហើយនឹង bridge 1 single crochet 1 bridge 1 single crochet 1 bridge 1 ចុងក្រោយអញ្ចឹងនៅក្នុងជុំទី 2 នេះយើងបាន9 single crochet ណាជុំទី 3 ដល់ទី 5 យើងចាក់9 single crochet 1 2 3 4 5 6 ឥឡូវខ្ញុំចាក់បាន5ជុំហើយអញ្ចឹងមានតែប៉ុណ្្នឹងឯងហើយយើងចាក់វាភ្ជាប់គ្នាទៅជាកដោមួយកាត់សម្រាប់ទុកដេរផងណាចឹងទៅជាវាមានតែប៉ុណ្្នឹងឯងហើយយើងចាក់ឲ្យបានមកគូដែរមកចូលមកដល់ការចាក់មួកវាម្ដងជុំទី 1 នេះចាក់ single crochet 6 1 2 6 ណាជុំទី 2 យើងបរិចគ្រប់ប្រឡោះណា2 អញ្ចឹងនៅក្នុងជុំទី 2 នេះយើងចាក់បាន12 single crochet ជុំទី 3 យើងបរិចគ្រប់ប្រឡោះដូចគ្នា2ក្នុង1ប្រឡោះចាក់បែបហ្នឹងឲ្យបានគ្រប់ប្រឡោះមកនៅក្នុងជុំទី 4 ចាក់ single crochet 3ប្រឡោះបរិច1 1 2 ជុំទី 5 ចាក់ single crochet 4បរិច1អញ្ចឹងដឹងហើយเนาะកាលណាមានលេខគូអញ្ចឹងយើងចាក់ខាងមុខពាក់កណ្ដាលនិងខាងក្រោយពាក់កណ្ដាលអញ្ចឹងយើងចាក់ single crochet 4អញ្ចឹងយើងចាក់ខាងមុខនេះតែ2ឯង1 2 បរិច1បន្ទាប់មកយើងចាក់4មកធម្មតាមក1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162
4 5 6
ព្រិចមួយពីរបី4ព្រិចមួយចាក់បែបហ្នឹងមកមុនហ្នឹងយើងមាន2នៅខាងមុខហើយណាអញ្ចឹងនេះព្រិចចុងក្រោយវាមាន2នៅខាងក្រោយ4ស្មើគេហើយ2ភ្ជាប់មកប៉ុណ្ណឹងនៅក្នុងជុំទី6 single crochet 5ព្រិច1ទៅចាក់ធម្មតាមក1 2 3 4 5ព្រិច1ក្នុងជុំទី7 single crochet 6ព្រិច1អញ្ចឹងលេខគូយើងចែក1 2 3ហើយព្រិចទុក3សម្រាប់មកចាក់ខាងក្រោយនេះអញ្ចឹងកន្លែងនេះយើងចាក់6ធម្មតា3 4 6ព្រិចចុងក្រោយ3 single crochet ដែលបានទុកហ្នឹង1 2 3គ្រប់ចាប់ពីជុំទី8ដល់ទី14យើងចាក់ single crochet 1ចូលទៅក្នុងមួយបន្លោះអត់មានព្រិចទៀតទេណាចាក់មួយធម្មតាជុំទី8ដល់ទី14ណាបងប្អូនទាំងអស់គ្នានៅកន្លែងនេះដោយសារខ្ញុំចង់លាយពណ៌វាបន្តិចណាហើយបើទាំងអស់គ្នាអត់ចង់លាយពណ៌ទេនៅក្នុងហ្នឹងទាំងអស់គ្នាអាចចាក់ដល់ជុំទី14បានតែដោយសារខ្ញុំចង់លាយពណ៌អញ្ចឹងនៅក្នុងជុំទី13និងទី14ខ្ញុំដូរពណ៌វា2ជួរ2ជុំណាហើយបើទាំងអស់គ្នាអត់ចង់ដូរក៏បានដែរដាក់ពណ៌នឹងសុទ្ធហ្មងពណ៌ហ្នឹងខ្ញុំបានចាក់នៅខាងដើមឲ្យមើលហើយអញ្ចឹងទាំងអស់គ្នាប្រហែលជាចេះហើយអត់មានអីពិបាកទេជុំចុងក្រោយដែលជាជុំបញ្ចប់ណាអញ្ចឹងរបៀបចាក់ហ្នឹងគឺយើងចាក់ half double crochet ចូលទៅក្នុងបន្លោះប៉ុន្តែបន្លោះហ្នឹងគឺយើងចាក់នៅខាងក្រោយនេះយើងចាក់នៅខាងក្រោយមកបន្លោះមកតសៃនេះកន្លែងដែលយើងឃើញក្រងហ្នឹងធម្មតាវាមាន2សរសៃអញ្ចឹងយើងចាក់មកខាងក្រោយនេះតោះហើយរបៀបចាក់ហ្នឹងស្តៀង double crochet ដែរយើងពាត់អំបោះមកហើយយើងសូកចូលទៅក្នុងបន្លោះទាក់អំបោះឡើងទាញអញ្ចឹងមកហើយយើងពាត់អំបោះបញ្ចេញមកទាំងអស់អញ្ចឹងហើយនៅក្នុងមកបន្លោះហ្នឹងយើងចាក់2មកយើងចាក់បានមួយហើយឥឡូវយើងចាក់ថែមមួយទៀតនៅក្នុងបន្លោះដដែលហ្នឹងមក
នេះប៉ុណ្ណឹងនៅក្នុងប្លោះទី2យើងចាក់2អញ្ចឹងដូចគ្នា1 2នៅក្នុងប្លោះទី3យើងចាក់3ណា1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
ហើយយើងចាក់ដូចគ្នាអញ្ចឹងរហូតដល់អស់យើងចាក់2 2 3 2 2 3 2 2 3បែបហ្នឹងរហូតណាការចាក់ strawberry តូចៗណាចឹងតើអរគ្នាដំបូងហ្នឹងគឺត្រូវគួចអំបោះសិនកន្លែងហ្នឹងតើអរគ្នាចង់គួចមិនក៏បានដែរឲ្យតែជាប់តបមកចាក់ទៅគេដល់ឡើង3 1 2 3ហើយចាក់ double crochet ចូលទៅក្នុងបន្លោះដំបូងដែលយើងបានចាក់នេះមកទាញវាស្មើអញ្ចឹងណាពាត់2ហើយយើងចាក់ double crochet ហ្នឹងថែម4ទៀតចូលទៅក្នុងបន្លោះដដែលណាឥឡូវយើងចាក់បាន2ហើយ3 4 5 ចឹងឥឡូវយើងបាន double crochet ក្នុងមួយបន្លោះហ្នឹងចំនួន5ណា1 2 3 4 5បន្ទាប់មកយើងដកមកជុលពីខាងមុខហ្នឹងមកដាក់ខាងក្រោយនេះវិញបែបហ្នឹងហើយទាញកន្លែងចុងអំបោះនេះជប់វាចុងបែបនេះចឹងទៅវាឃើញមូលតោះមកយើងដូរពណ៌អំបោះចឹងមកបន្តគ្នាណាទាញឲ្យវាតឹងហើយយើងចាក់ចូលទៅតាមបន្លោះលើនេះតាមបន្លោះរបស់កសិដែលយើងបានចាក់ហ្នឹងណាកន្លែងនេះហើយនឹងកន្លែងនេះចឹងរបៀបចាក់ហ្នឹងគឺយើងចាក់ចូលហើយយើងពត់បោះឡើងប៉ុណ្ណឹង
ហើយយើងចាក់ចូលមួយទៀតប៉ុណ្ណឹងឥឡូវយើងចាក់បាន2ប្រឡោះហើយណាតើមួយដបងនេះទៀតយើងបាន3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
ខ្ញុំតចុងក្រោយ5វាមាន5សរសៃនៅក្នុងម្ជុលហើយយើងពណ៌វាចឹងប៉ុណ្ណឹងមកចាក់ទៅដល់មួយហើយកាត់